រិកដាក់ឧស្សាហវិទ្យាឲ្យអ៊ីរ៉ង់ត្រូវប្រកាសបើកច្រកសមុទ្រហូម៉ូសជាសាធារណៈនិងបញ្ឈប់ការវាយប្រហារលើនាវាពាណិជ្ជកម្មសហរដ្ឋអាមេរិកបានទាមទារឲ្យប្រទេសអ៊ីរ៉ង់ចេញសេចក្តីថ្លែងការណ៍ជាសាធារណៈថាច្រកសមុទ្រហូម៉ូសត្រូវបានបើកចំហនិងត្រូវបដិញ្ញាបញ្ឈប់ការបាញ់ប្រហារលើនាវាពាណិជ្ជកម្មដែលនេះគឺជាលក្ខខណ្ឌដ៏សំខាន់នៃកិច្ចចរចាដែលគ្រោងនឹងធ្វើឡើងនៅក្នុងប្រទេសឧបមង្គនាថ្ងៃសៅរ៍នេះប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានស្រង់សម្ដីមន្ត្រីមានបញ្ចេញឈ្មោះថាទីក្រុងតេហរ៉ង់បានទទួលស្គាល់ជាសម្ងាត់ចំពោះទីប្រឹក្សារបស់ប្រធានាធិបតីដូណាល់ត្រាំថាការបាញ់ប្រហារលើនាវាកន្លងមកគឺជាកំហុសឆ្គងទោះជាយ៉ាងណាក៏ដោយភាគីអ៊ីរ៉ង់បានទម្លាក់កំហុសទៅលើក្រុមជ្រុលនិយមផ្ទៃក្នុងមួយដែលធ្វើសកម្មភាពដោយឯកឯងក្នុងបំណងបង្អាក់ដំណើរការចរចាលោកដូណាល់ត្រាំបានមានប្រសាសន៍ថាភាគីទាំងពីរបានយល់ព្រមបន្តការពិភាក្សាបើទោះបីជាមានការប្រយុទ្ធគ្នានៅច្រកសមុទ្រហូម៉ូសកាលពី35មុនដែលសេតវិមានចាត់ទុកថាជាការរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់យ៉ាងធ្ងន់ធ្ងរក៏ដោយឡែករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោកអាបាស អារ៉ាជីបានអះអាងនៅលើបណ្ដាញសង្គម X ថាប្រទេសរបស់លោកបានរក្សាសម្ដីជានិច្ចចំពោះកិច្ចព្រមព្រៀងឈប់បាញ់ប៉ុន្តែលោកបានចោទប្រកាន់ត្រឡប់ទៅវិញថាសហរដ្ឋអាមេរិកគឺជាអ្នករំលោភកិច្ចព្រមព្រៀងនោះកាលពីខែមិថុនាកន្លងទៅអាមេរិកនិងអ៊ីរ៉ង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់មួយដែលក្នុងនោះអ៊ីរ៉ង់ត្រូវធានាសុវត្ថិភាពដល់នាវាពាណិជ្ជកម្មដែលឆ្លងកាត់តំបន់នោះមន្ត្រីជាន់ខ្ពស់អាមេរិកបានប្រាប់ CBS News ថាអ៊ីរ៉ង់បានព្យាយាមដោះស្រាយបញ្ហាដោយប្រាប់ថាក្រុមជ្រុលនិយមក្រៅជួរកំពុងព្យាយាមបំផ្លាញកិច្ចចរចាមន្ត្រីម្នាក់បានបង្ហើបថាពួកគេបានត្រឡប់មកតុចរចាវិញហើយនិយាយថាយើងធ្វើឲ្យខូចរឿងអស់ហើយយើងធ្វើខុសហើយតោះបន្តការចរចាទៀតចុះកិច្ចចរចានៅថ្ងៃសៅរ៍នេះត្រូវបានរំពឹងថានឹងដឹកនាំដោយអិសរាជជនសំខាន់ៗរបស់អាមេរិករួមមានអនុប្រធានាធិបតី JD Vance រដ្ឋមន្ត្រីការបរទេស Marco Rubio បេសកជនពិសេស David Cox និងគុណប្រសាលោកត្រាំគឺលោក Jared Kushner ខណៈដែលលោកអារ៉ាជីក៏នឹងមានវត្តមានផងដែរក្នុងកិច្ចប្រជុំសង្ខេបកាលពីថ្ងៃសុក្រមន្ត្រីអាមេរិកបានបញ្ជាក់ថាសារដ៏ម៉ឺងម៉ាត់ត្រូវបានបញ្ជូនទៅកាន់ថ្នាក់ដឹកនាំអ៊ីរ៉ង់តាមរយៈអ្នកសម្របសម្រួលក្នុងតំបន់ដោយតម្រូវឲ្យអ៊ីរ៉ង់ចេញសេចក្តីថ្លែងការណ៍បញ្ជាក់ពីការបើកច្រកសមុទ្រនិងបញ្ឈប់ការវាយប្រហារមន្ត្រីម្នាក់បាន500ទៅថាពួកគេអាចជ្រើសរើសរវាងការផ្ដល់សេចក្តីថ្លែងការណ៍ឲ្យយើងឬក៏ត្រូវទទួលយកលទ្ធផលមិនល្អដែលនឹងកើតមានស្របពេលជាមួយគ្នានេះគណៈប្រតិភូមកពីប្រទេសកាតាក៏បានធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃសុក្រដើម្បីស្វែងរកដំណោះស្រាយកាត់បន្ថយភាពតានតឹងនិងសម្រួលដល់ការធ្វើនាវាចរតាមច្រកសមុទ្រហូម៉ូសផងដែរទោះជាយ៉ាងណាលោកត្រាំបានសរសេរនៅលើត្រាំសុសលកាលពីថ្ងៃសុក្រថាសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់បានសុំយើងបន្តការចរចាយើងបានយល់ព្រមប៉ុន្តែសហរដ្ឋអាមេរិកបានប្រាប់ពួកគេយ៉ាងច្បាស់ថាកិច្ចព្រមព្រៀងឈប់បាញ់ត្រូវបានបញ្ចប់លើពីនេះលោកត្រាំក៏បានឆ្លើយតបយ៉ាងក្តៅគគុកចំពោះរបាយការណ៍ដែលថាអ៊ីរ៉ង់មានផែនការធ្វើឃាតរូបលោកដោយលោកព្រមានថាកងទ័ពអាមេរិកនឹងកំទេចហើយនឹងបំផ្លាញរាល់តំបន់ទាំងអស់នៃប្រទេសអ៊ីរ៉ង់ដើម្បីជាការសងសើចប្រសិនបើការវាយប្រហារបែបនេះកើតឡើងមែនគួរបញ្ជាក់ថាភាពតានតឹងបានហក់ឡើងខ្ពស់បន្ទាប់ពីមេដឹកនាំកម្ពុជាអ៊ីរ៉ង់លោកអាយ៉ាតុលាអាលីខាម៉ានីត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលកាលពីថ្ងៃទី28កុម្ភៈដែលជាថ្ងៃដំបូងនៃសង្គ្រាមរវាងអ៊ីរ៉ង់ជាមួយអាមេរិកនិងអ៊ីស្រាអែលទោះបីជាមិនមានការវាយប្រហារថ្មីត្រូវបានរាយការណ៍កាលពីថ្ងៃសុក្រក៏ដោយប៉ុន្តែការប៉ះទង្គិចគ្នានៅសប្តាហ៍នេះត្រូវបានចាត់ទុកថាជាការផ្លាស់ប្ដូរការបាញ់ប្រហារអាក្រក់បំផុតរវាងអាមេរិកនិងអ៊ីរ៉ង់ចាប់តាំងពីខែមិថុនានាវាចំនួន3គ្រឿងត្រូវបានវាយប្រហារខណៈកំពុងធ្វើដំណើរតាមផ្លូវដែលណែនាំដោយសហរដ្ឋអាមេរិកក្នុងដែនទឹកអូម៉ង់ប៉ុន្តែអ៊ីរ៉ង់តែងតែអះអាងថាផ្លូវដែលមានសុវត្ថិភាពបំផុតគឺត្រូវឆ្លងកាត់តាមដែនទឹករបស់ខ្លួនតែប៉ុណ្ណោះតាមកិច្ចព្រមព្រៀងថ្មីដែលកំពុងចរចាច្រកសមុទ្រហូម៉ូសអាចនឹងត្រូវគ្រប់គ្រងដោយអ៊ីរ៉ង់ក្រុមកិច្ចសហការជាមួយអូម៉ង់រួមទាំងលទ្ធភាពនៃការយកកម្រៃសេវាចំពោះនាវាដែលឆ្លងកាត់ផ្លូវទឹកដ៏សំខាន់បំផុតមួយនេះរបស់ពិភពលោក